សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះអ្នកទាំងពីរក៏បានត្រឡប់មកវិញហើយបន្ទាប់ពីឃើញទស្សនវិជ្ជានេះហើយទៅព្រឹទ្ធាចារ្យជូលីបានដឹងថាគាត់នឹងគឺធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេដោយបានបង្វែរដានឲ្យគាត់ចេញទៅខាងក្រៅហើយទាំងអស់នោះវិញគឺសិតតែជាទូកចម្បាំងរបស់កក់នាគទាំង3នៅពេលនេះពួកគេក៏បានធ្វើការបិទបាំងនៅគ្រប់ច្រកល្ហកទាំងអស់ដែលចូលទៅកាន់កក់នាគខាងកើតស្របពេលដែលឆ្មាំយាមទ្វារទាំងអស់នោះវិញគឺសិតតែជាអ្នកខ្លាំងដូច្នោះហើយឈីងក៏ប្រាប់ថាត្រូវតែរកវិធីដើម្បីចូលទៅកាន់កក់នាគខាងកើតដើម្បីជួយអធិរាជនាគហើយនៅពេលដែលកំពុងតែពិភាក្សាគ្នានោះក៏ស្រាប់តែកម្លាំងធម្មពលមួយបានវាយប្រហារទៅលើអ្នកទាំងពីរហើយបន្ទាប់មកអ្នកទាំងពីរក៏បានស្រែកសួរថាតើពួកគេគឺជានរណាទៅក្នុងពេលនោះមនុស្សពីរនាក់ក៏បានបង្ហាញខ្លួនតែអាចារ្យឈៀនសៀនក៏បាននិយាយទៅកាន់អ្នកទាំងពីរថាពួកគេនឹងគឺធ្វើទៅតាមបញ្ជារបស់ស្ដេចនាគទាំង3សូម្បីតែសត្វមូសមួយក៏មិនឲ្យត្រឡប់ទៅកាន់កក់នាគខាងកើតវិញដែរចំណែកប្រូសក់ក្រហមដែលមានឈ្មោះថាហ៊ូចាន់គេបានស្រូបយកនៅស្នូលធម្មពលរបស់កូននាគម្នាក់ហើយក៏បាននិយាយថាស្នូលធម្មពលនៃសាច់ឯងវាគឺពិតជាមានរសជាតិឆ្ងាញ់បំផុតហើយឈីងក៏បានតបទៅវិញថាគេគឺមិនត្រឹមតែសម្លាប់នៅជាតិសាសន៍ខ្លួនឯងនោះទេក៏បានលេបតបាក់យកនៅស្នូលធម្មពលរបស់ពួកគេផងដែរដូច្នោះហើយគឺពិតជាខុសខើព្រឹទ្ធាចារ្យជូលីក៏បានស្រែកសួរថាតើអ្វីទាំងអស់នេះគឺកើតឡើងដោយសារតែស្នាដៃរបស់ពួកគេមែនទេតែអាចារ្យឈៀនសៀនក៏បានតបទៅកាន់អ្នកទាំងពីរវិញថាពួកគេនឹងគួរតែព្រួយបារម្ភអំពីខ្លួនឯងជាមុនសិនទៅព្រឹទ្ធាចារ្យជូលីក៏នៅតែតបទៅវិញថាកោះនាគទាំង3របស់ពួកគេនឹងគឺពិតជាផ្កើនដែលហ៊ានវាយប្រហារទៅលើអធិរាជនាគហ៊ូចាន់ក៏បានតបមកវិញថាអធិរាជនាគគ្រាន់តែជាក្មេងស្រីម្នាក់តែប៉ុណ្ណោះក៏ហ៊ានហៅខ្លួនឯងថាជាអធិរាជនាគដែរឈៀនសៀនក៏បានបន្តថាមានតែស្ដេចនាគទាំង3តែប៉ុណ្ណោះទើបជាអ្នកគ្រប់គ្រងច្បាប់ពិតប្រាកដហើយស្របពេលដែលមនុស្សខ្លាំងៗដែលពួកឯងបានរកឃើញនោះតែពួកឯងគិតថាគឺអាចបង្រួបបង្រួមនៅត្រកូលនាគបុរាណបានឡើងវិញមែនទេគឺពិតជាឆោតល្ងងព្រឹទ្ធាចារ្យជូលីក៏តបទៅវិញថារបស់ពិតឬមួយក៏ខ្លាំងៗឯងគឺបានដឹងនៅក្នុងចិត្តរួចទៅហើយឈីងក៏ប្រាប់ថាកុំនិយាយច្រើនជាមួយនឹងពួកគេពេកព្រោះថាអធិរាជនាគប្រហែលជាមិនអាចទ្រាំទ្របានយូរឡើយរួចហើយក៏សម្ដៅចូលទៅដល់ពួកគេបើទោះបីជាជូលីគឺបានស្រែកខាត់គាត់យ៉ាងណាក្តីក៏វាយឺតពេកដែរចំណែកតែអាចារ្យឈៀនសៀននឹងក៏បាននិយាយហៅថាពិតជាវិតម្លៃទៅលើខ្លួនឯងលើសពេកហើយគ្រាន់តែជាទេវតាប្រយុទ្ធផ្កាយ8តែប៉ុណ្ណោះក៏ហ៊ានមកក្អេងកាងដូចជាក្អាត់នៅចំពោះមុខខ្ញុំដែរចំណែកកោះនាគខាងកើតវិញនៅពេលនេះគ្មានផ្លូវដែលអាចគេចទៅណាបានទៀតនោះទេដូច្នោះហើយអធិរាជនាគរបស់ពួកគេនៅពេលនេះប្រៀបបីដូចជាអណ្ដើកនៅក្នុងពាងហើយការចាប់ខ្លួននាងវាគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះស្របពេលដែលព្រឹទ្ធាចារ្យជូលីគាត់ក៏បានទប់ទល់ជាមួយនឹងហ៊ូចាន់គាត់បាននិយាយថាពួកគេនឹងគឺបានធ្វើទៅតាមពាក្យសម្ដីរបស់ស្ដេចនាគទាំង3ដែលធ្វើឲ្យត្រកូលខ្លួនឯងនឹងគឺថាចាប់ផ្ដើមមានសង្គ្រាមផ្ទៃក្នុងកើតឡើងហើយក៏កាប់សម្លាប់គ្នាទៅវិញទៅមកដូច្នោះហើយវាគឺពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងមែនទែនជាមួយគ្នានោះសម្លេងនៃការប្រយុទ្ធគ្នានៅលើកោះនាគខាងកើតបានបន្លឺឡើងកាន់តែខ្លាំងស្របពេលដែលហេឈីងក៏បាននិយាយថាសង្គ្រាមនៅលើកោះនាគខាងកើតនឹងគឺកាន់តែកាចសាហាវទៅហើយដូច្នោះហើយគាត់គឺមិនអាចបន្តបែបនឹងទៀតនោះទេហើយគាត់នឹងក៏មិនមានពេលវេលាទៀតដែរបន្ទាប់មកក៏ស្រាប់តែបានចាប់ហែកដើមទ្រូងរបស់គាត់ហើយក្នុងពេលនោះសម្ពាធធម្មពលដ៏ខ្លាំងក្លាដ៏កាចសាហាវមួយវាក៏ស្រាប់តែបានលេចចេញមកដោយធម្មពលទាំងអស់ហ្នឹងវាគឺប្រៀបបីដូចជាសរសៃឈាមចឹងដោយវាក៏បានធ្វើការឡំពាត់ទៅលើពួកគេទាំងពីរនាក់តែម្ដងទៅហើយជាមួយនឹងសម្ពាធធម្មពលនេះតែអាចារ្យឈៀនសៀនក៏បានដឹងហើយថាហេឈីនឹងគឺកំពុងតែធ្វើការដុតបំផ្លាញនៅអំណាចធម្មពលឈាមរបស់គេហើយជាមួយនឹងការដុតនៅអំណាចខ្សែឈាមនេះវាបានធ្វើឲ្យកម្លាំងរបស់ហេឈីងគឺមានការកើនឡើងជាបណ្ដោះអាសន្នដោយកម្រិតពាក់កណ្ដាលជំហានបរិសុទ្ធដែរស្របពេលដែលព្រឹទ្ធាចារ្យជូលីក៏នៅតែបន្តស្រែកទៅកាន់ហេឈីងឲ្យគេនឹងគឺបញ្ឈប់ទៅប្រសិនបើមិនដូច្នោះទេគេប្រកាសជាស្លាប់ហើយស្របពេលដែលហេឈីងក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យជូលីឲ្យគាត់ធ្វើដំណើរទៅកាន់កោះនាគខាងកើតគឺដើម្បីជួយស៊ឺយានទៅព្រោះថាប្រសិនបើខ្ជិះខ្ជាយពេលវេលាបន្តទៀតនោះនាងប្រកាសជាកាន់តែគ្រោះថ្នាក់ហើយស្របពេលដែលគាត់វិញគឺមិនអាចទ្រាំទ្របានយូរទៀតឡើយដូច្នោះហើយក៏ស្រែកឡើងយ៉ាងខ្លាំងទៅកាន់ព្រឹទ្ធាចារ្យជូលីឲ្យគាត់នឹងគឺបញ្ញាទៅចំណែកព្រឹទ្ធាចារ្យជូលីនៅពេលនេះក៏គ្មានវិធីដែរហើយគាត់ក៏បានចាក់ចេញស្របពេលដែលហ៊ូចាន់ក៏បាននិយាយឲ្យថាមិនអាចឲ្យព្រឹទ្ធាចារ្យជូលីនឹងត្រឡប់ទៅកាន់កោះនាគខាងកើតវិញបាននោះទេដោយនៅពេលនេះគេក៏ព្យាយាមបញ្ចេញកម្លាំងរបស់គេធ្វើការបំបែកនៅកម្លាំងធម្មពលរបស់ហេឈីងហើយដោយសារតែហេឈីងគាត់គឺខ្សោយមិនអាចទ្រាំទ្របានយូរនោះជាមួយនឹងការស្រែកឡើងយ៉ាងខ្លាំងរបស់ហ៊ូចាន់នៅទីបំផុតនោះរនាំងធម្មពលរបស់ហេឈីងក៏ត្រូវបានបំផ្លាញចោលទៅហើយគាត់ក៏ត្រូវបានកប់ចុះទៅខាងក្រោមព្រឹទ្ធាចារ្យជូលីបានត្រឹមតែដកដង្ហើមធំហើយក៏ទៅមុខបន្តទៀតហ៊ូចាន់ក៏បានបញ្ជាឲ្យឈៀនសៀនដេញតាមព្រឹទ្ធាចារ្យជូលីទៅចំណែកហេឈីងគេនឹងដោះស្រាយស្របពេលដែលតាចានឹងវិញក៏បានស្រែកទៅកាន់ព្រឹទ្ធាចារ្យជូលីតែគាត់នឹងគឺចង់រត់ទៅទីណាសាច់រឿងបន្តរបស់យើងក៏លេចទៅមើលខាងនោះវិញយ៉ាវមីងក៏បាននិយាយទៅកាន់សៀវយិនថាបន្តិចទៀតពួកយើងធ្វើដំណើរទៅដល់កោះនាគខាងកើតហើយស្របពេលដែលសៀវយិននៅពេលនេះឈាមនាគដែលនៅក្នុងរាងកាយរបស់គាត់ក៏ចាប់ផ្ដើមប្រតិកម្មគាត់ក៏បានគិតថាជាយិននៅពេលនេះគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ហើយដូច្នោះហើយគាត់ក៏បានបង្កើតល្បឿនដើម្បីធ្វើដំណើរទៅទីនោះយើងក៏លេចមកមើលខាងនេះវិញចំពោះតាចាឈៀនសៀនបាននិយាយទៅកាន់ព្រឹទ្ធាចារ្យជូលីថាពួកគេទាំងពីរនាក់ហ្នឹងគឺសុទ្ធតែជាមនុស្សដែលនៅកម្រិតពាក់កណ្ដាលជំហានបរិសុទ្ធដូច្នោះហើយតាព្រឹទ្ធាចារ្យជូលីគឺថាលើកនេះអ្នកណាគឺអាចរត់គេចខ្លួនបានទៅជូលីក៏បានបញ្ចេញនៅកម្លាំងធម្មពលដើម្បីវាយទៅលើគេស្រែកថាចេញអំពីផ្លូវរបស់គាត់ស្របពេលដែលតាចានឹងវិញនៅតែបញ្ចេញកម្លាំងដើម្បីវាយទៅលើព្រឹទ្ធាចារ្យជូលីរួចហើយក៏សម្ដៅចូលទៅដល់ព្រឹទ្ធាចារ្យជូលីទៅក៏លេចមកមើលខាងនេះវិញហ៊ូចាន់គេក៏បានសម្លឹងមើលទៅកាន់ហេឈីងដែលនៅខាងក្រោមហើយក៏បាននិយាយថាជីវិតរបស់ហេឈីងនឹងគឺពិតជាវេទនាដោយសារតែគាត់ប៉ុណ្ណឹងហើយគឺនៅតែមិនទាន់ស្លាប់ទៀតប៉ុន្តែរឿងនេះគេក៏ធុញទ្រាន់ដែរដូ
ច្នោះហើយនៅពេលនេះគេនឹងសម្លាប់ហេឈីងដើម្បីលេបយកនៅស្នូលធម្មពលរបស់ហេឈីងស្របពេលដែលហេឈីងក៏បាននិយាយហើយថាពួកគេគ្រាន់តែជាឆ្កែដកកំសាពីរក្បាលដែលមើលអំពីកននាគខាងលិចនិងកននាគខាងជើងតែប៉ុណ្ណោះហើយបន្ទាប់មកគាត់ក៏បានស្ទុះសម្ដៅចាត់ការទៅលើគេបន្តនិងក៏បាននិយាយទៅកាន់អធិរាជនាគថាគេនឹងគឺជាក្រោយស្ម័គ្រចិត្តបំរើនាងម្ដងទៀតចំណែកហ៊ូចាន់ក៏ប្រើប្រាស់កម្លាំងជាមួយនឹងកណ្ដាប់ដៃវាទៅលើរាងកាយរបស់ហេឈីងជាច្រើនដៃបន្ទាប់មកក៏បានឡើងមួយជង្គង់រួចហើយក៏ថែមមួយកណ្ដាប់ដៃទៀតប៉ុន្តែប៉ុណ្ណឹងមិនទាន់អស់ចិត្តនោះទេគេបានបញ្ចេញកម្លាំងជាមួយនឹងកណ្ដាប់ដៃរបស់គេវាទៅលើរាងកាយរបស់ហេឈីងមួយដៃទៀតរួចហើយនោះគេក៏នៅតែបន្តលើកនៅដៃរបស់គេជាមួយនឹងកម្លាំងធម្មពលរបស់គេឡើងដើម្បីចាត់ការទៅលើហេឈីងរួចហើយក៏សួរទៅកាន់ហេឈីងថាចង់ស្លាប់មែនទេវាគឺមិនងាយស្រួលនោះទេគេក៏បានក្តាប់កណ្ដាប់ដៃកម្លាំងធម្មពលរបស់គេក៏បានធ្វើទរណកម្មទៅលើរាងកាយរបស់ហេឈីងបន្តស្របពេលដែលហេឈីងគាត់ក៏បាននឹកឃើញទៅដល់អធិរាជនាគរបស់គាត់ហើយនៅពេលនេះកម្លាំងធម្មពលក៏ចាប់ផ្ដើមចរាចរគោលបំណងនៅក្នុងការបំទូខ្លួនឯងគាត់បាននិយាយថាថ្ងៃនេះបើទោះបីជាខ្ញុំស្លាប់ក៏ដោយក៏ត្រូវតែអស់ទាញឯងទៅជាមួយដែរស្របពេលដែលហ៊ូចានក៏បានតបទៅវិញថាបើដូច្នោះហើយខ្ញុំនឹងបំពេញនៅបំណងរបស់ឯងប្រើប្រាស់កម្លាំងជាមួយនឹងកណ្ដាប់ដៃរបស់គេហើយក៏ធ្វើការវាយទៅលើហេឈីងសាជាថ្មីគេបាននិយាយថាហេឈីងនឹងគឺពិតជាមនុស្សម្នាក់ដែលល្ងងខ្លៅប៉ុន្តែគេក៏ជាឆ្កែម្នាក់ដ៏ស្មោះត្រង់ផងដែរដូច្នោះហើយក៏និយាយថានៅពេលនេះខ្ញុំនឹងផ្ដល់នៅឱកាសចុងក្រោយមួយឲ្យឯងប្រសិនបើឯងសងវល់ក្តីមេត្តាអំពីខ្ញុំនោះខ្ញុំនឹងយកឯងធ្វើជាឆ្កែបម្រើនៃកងនាគខាងជើងហើយឈីងក៏នៅតែព្យាយាមបញ្ចេញកម្លាំងធម្មពលរបស់គាត់ហ៊ូចាន់ក៏បានតបទៅវិញថាដោយសារតែឯងគឺចង់ស្លាប់បែបនេះទៅហើយនោះខ្ញុំក៏មិនបដិសេធដែរដោយសារតែជ័យជំនះនៅពេលនេះវាគឺជាកម្មសិទ្ធិរបស់កងនាគទាំង3រួចទៅហើយប៉ុន្តែឯងកុំព្រួយបារម្ភអីខ្ញុំប្រកាសជាឲ្យនាគទាំងអស់នៅលើកងនាគខាងការនោះចុះទៅកំដរឯងហើយបន្ទាប់ពីនិយាយចំគេបានប្រើប្រាស់កម្លាំងរបស់គេដើម្បីស្រូបយកនៅកម្លាំងធម្មពលរបស់ហេឈីងស្របពេលដែលហេឈីងនៅពេលនេះគឺគ្មានអ្វីដែលអាចតស៊ូជាមួយនឹងហ៊ូចាន់បានទៀតនោះទេដូច្នោះហើយគាត់គឺបានត្រឹមតែនឹកឃើញទៅដល់អធិរាជនាគហើយនៅពេលដែលហ៊ូចាន់គឺកំពុងតែត្រេកអរនោះក៏ស្រាប់តែដៃមួយបានចាប់កាន់ក្បាលរបស់គេហើយសម្លេងមួយក៏បានស៊ូមកកាន់គេថាឯងនិយាយទៅតើល្បឿនរបស់ឯងចាត់ការទៅលើគេលឿនជាងឬមួយក៏ដៃរបស់ខ្ញុំលឿនជាងទៅស្របពេលដែលហេឈីងនៅពេលនេះដែលបានបិទភ្នែកទៅហើយនោះក៏ព្យាយាមបើកភ្នែកឡើងវិញហើយក៏បានឃើញថាមនុស្សម្នាក់នោះគឺជាសៀវយៀនហើយស្របពេលដែលហ៊ូចាន់ក៏បាននិយាយទៅកាន់សៀវយៀនថាគេនឹងគឺជាព្រឹត្តិការណ៍នៃកងនាគខាងជើងដូច្នោះហើយរឿងទាំងអស់នេះគឺអាចចរចាគ្នាបានរួចហើយក៏បានសួរនៅក្នុងចិត្តថាតើមនុស្សម្នាក់នេះគឺមកពីណាទៅព្រោះថាការមកដល់របស់សៀវយៀននោះគេមិនអាចមានអារម្មណ៍ដឹងសំបីតែបន្តិចខណៈដែលសៀវយៀនគាត់ក៏បានបន្ថែមកម្លាំងធ្វើគេនឹងគឺចេញជាល់តាមភ្នែកហើយនឹងក៏បានឲ្យគេនឹងគឺលេងដៃអំពីហេឈីងទៅចំណែកហេឈីងក៏បានស្រែកទៅកាន់សៀវយៀនឲ្យសៀវយៀននឹងគឺសម្រាប់ម្នាក់នេះចោលទៅដោយសារតែគេគឺជាអ្នកខ្លាំងម្នាក់នៅពាក់កណ្ដាលជំហានបោះសុតដែលមើលអំពីកននាគខាងជើងហើយឋានៈរបស់គេវិញគឺខ្ពស់ជាងគាត់ទៅទៀតស្របពេលដែលសៀវយៀនក៏ប្រាប់ថាគាត់នឹងរាប់ដល់3ឲ្យគេនឹងគឺលេងដៃអំពីហេឈីងទៅប្រសិនបើមិនចោះទេគេប្រកាសជាស្លាប់ហើយខណៈដែលហ៊ូចាន់គេបានតបទៅកាន់សៀវយៀនវិញថាកុំឆេវឆាវអីនឹងក៏សួរថាហេតុអ្វីបានជាពួកយើងគឺត្រូវប្រយុទ្ធគ្នារហូតដល់ស្លាប់ទៅខណៈដែលសៀវយៀនមិនចង់វែងឆ្ងាយនោះទេដែលគាត់ក៏ចាប់ផ្ដើមរាប់លេខទៅស្របពេលដែលហ៊ូចាន់នឹងគេក៏បានកវែងហេឈីងទៅម្ខាងខណៈដែលសៀវយៀនគាត់ក៏បានស្ទុះទៅទទួលហេឈីងភ្លាមហ៊ូចាន់គេនៅតែសួរថាតើសៀវយៀនយើងនឹងគឺមាននៅប្រវត្តិបែបណាទៅស្របពេលដែលសៀវយៀនក៏បានសួរទៅកាន់ហេឈីងថាតើគាត់នឹងគឺមិនអីទេឬប៉ុន្តែដោយសារតែឃើញថាហេឈីងរបួសធ្ងន់ពេកនោះគាត់ក៏បានឲ្យថ្នាំពៅមួយគ្រាប់ទៅលើហេឈីងដើម្បីឲ្យហេឈីងនឹងស្ដារនៅកម្លាំងរបស់គាត់ត្រឡប់មកវិញខណៈដែលហ៊ូចាន់ក៏នៅតែស្រែកសួរទៅកាន់សៀវយៀនតើគាត់នឹងគឺជានរណាហើយនេះគឺជាចំនួនផ្ទៃក្នុងនៃត្រកូលនាគបុរាណរបស់គេដូច្នោះហើយគេសង្ឃឹមថាសៀវយៀននឹងកុំលូកដៃអីចំណែកសៀវយៀនមិនខ្វល់នោះទេគាត់បានសួរទៅកាន់ហេឈីងថានៅពេលនេះគឺយ៉ាងម៉េចហើយស្របពេលដែលហេឈីងក៏ប្រាប់ថាគាត់គឺមិនអាចស្លាប់បាននោះទេប៉ុន្តែសៀវយៀនគួរតែសម្លាប់មនុស្សម្នាក់នោះចោលភ្លាមដោយសារតែគេគឺជាអ្នកខ្លាំងនៅពាក់កណ្ដាលជំហានបោះសុតដូច្នោះហើយប្រសិនបើសៀវយៀនសម្លាប់គេគឺប្រៀបបីដូចជាអាចបានសាច់មួយដុំអំពីកននាគខាងជើងចឹងសៀវយៀនក៏តបទៅវិញថាកុំព្រួយបារម្ភអីពួកគេមិនអាចរត់ទៅណាបាននោះទេហ៊ូចាន់ក៏បានគំរាមសៀវយៀនកុំឲ្យគាត់ធ្វើអ្វីផ្ដេសផ្ដាសឲ្យសោះដោយសារតែស្ដេចនាគទាំង3របស់គេគឺនៅក្បែរនេះហើយឈីងក៏នៅតែបន្តទៅកាន់សៀវយៀនថាគាត់មិនអីនោះទេហើយក៏ឲ្យសៀវយៀនទៅជួយជឿយៀនទៅចំណែកមនុស្សម្នាក់នេះវិញគាត់នឹងបញ្ឈប់គេហ៊ូចាន់ក៏តបមកវិញថាចង់ចាក់ចែងមែនទេវាគឺមិនងាយស្រួលនោះទេហើយក្នុងពេលនោះសៀវយៀនក៏បានដើរសម្ដៅចូលទៅរកគេគាត់បាននិយាយថាគ្រាន់តែពាក់កណ្ដាលជំហានបោះសុតតែប៉ុណ្ណោះក៏ហ៊ានក្អេងក្អាងនៅចំពោះមុខគាត់ដែរក្នុងពេលនោះសៀវយៀនក៏ស្រាប់តែបានបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់ហើយបាត់ដៃដ៏ធំសម្បើមមួយក៏បានចាត់ការទៅលើហ៊ូចាន់ទៅដែលធ្វើគេនៅពេលនេះគឺមិនអាចគេចទៅណាបាននោះទេហើយក៏ដឹងថាសៀវយៀនគឺជាអ្នកខ្លាំងកម្រិតបោះសុតចំណែកសៀវយៀនក៏ប្រើប្រាស់នៅកម្លាំងជាមួយនឹងត្រាពលឹងដាក់ទៅលើរាងកាយរបស់គេបន្ទាប់មកក៏បាននិយាយទៅកាន់ហេឈីងថាប្រសិនបើចង់ចាត់ការទៅលើនរណាម្នាក់នោះគឺមិនចាំបាច់ឲ្យគាត់នឹងគឺថាចំណាយជីវិតដើម្បីទៅដោះដូរនោះទេហើយមនុស្សម្នាក់នេះវិញគាត់គឺប្រកល់ឲ្យគេគឺជាអ្នកដោះស្រាយហើយហេឈីងក៏នៅតែសួរទៅកាន់សៀវយៀនតែគាត់គឺធ្វើបានដោយរបៀបណាទៅព្រោះថាត្រឹមតែប៉ុន្មានខែតែប៉ុណ្ណោះសៀវយៀនគឺបានឈានទៅដល់កម្រិតបរិសុទ្ធរួចទៅហើយចំណែកសៀវយៀនក៏បានសួរទៅកាន់គាត់ហេតុអ្វីបានជាមិននៅក្បែរជឿយៀនតើនាងនៅពេលនេះគឺយ៉ាងម៉េចហើយហេឈីងក៏ប្រាប់ថាស្ដេចនាគទាំង3បានបិទផ្លូវចូលទៅកាន់វិមាននាគហើយចំណែកឯគាត់វិញគឺត្រូវបានអ្នកដទៃជាមួយនឹងឈៀនសៀនធ្វើការវិឆ្មក់ក្នុងពេលនោះសម្លេងមួយក៏បានសួរតបមកវិញថាឈៀនសៀនតើជាមនុស្ស
មនុស្សម្នាក់នឹងមែនទេហើយនៅក្នុងពេលនោះយ៉ាងមីងជាមួយនឹងអ្នកដទៃក៏បានបង្ហាញខ្លួនព្រឹទ្ធាចារ្យជូលីក៏បានសួរទៅកាន់ហេឈីងតើគាត់មិនអីទៅឬហេឈីងក៏ប្រាប់ថាមិនអីនោះទេបានសៀវយិនជួយគាត់ហើយអ្នកទាំងពីរក៏គួរសមដាក់គ្នាបន្តិចហេឈីងក៏នៅតែសួរបញ្ជាក់តើចាប់ខ្លួនឈៀនសៀនបានហើយមែនទេយ៉ាងមីងក៏ប្រាប់ថាគ្រាន់តែពាក់កណ្ដាលជំហានបោះសតនោះគ្រាន់តែរលឹកដៃរបស់គាត់នឹងក៏គេមិនអាចកិច្ចខ្លួនបានដែរព្រឹទ្ធាចារ្យជូលីក៏ប្រាប់ថាដំបងឡើយនឹងគាត់បានលើកថាត្រកូលពូថ្លាន់ដីជម្រៅ9ជាន់ត្រូវបានកោះអ្នកទាំង3នឹងអញ្ជើញឲ្យចូលរួមជាមួយនឹងពួកគេប៉ុន្តែនៅពេលនេះនឹកស្មានមកដល់យ៉ាងមីងបែរជាជួយចាប់ខ្លួនឈៀនសៀនមកឲ្យគាត់ស្របពេលដែលសៀវយិនក៏បានបន្តថាអ្នកទាំងពីរមិនចាំបាច់ព្រួយបារម្ភនោះទេដោយសារតែយ៉ាងមីងគឺជាបងប្អូនធម៌របស់គាត់យ៉ាងមីងក៏បានបន្តទៅកាន់អ្នកទាំងពីរថាមិនចាំបាច់ព្រួយបារម្ភនោះទេដោយគាត់នៅពេលនេះគឺជាម្ចាស់កោសម្ព័ន្ធថ្មីនៃត្រកូលពូថ្លាន់ដីជម្រៅ9ជាន់ហើយមនុស្សដែលបានយល់ព្រមសហការជាមួយនឹងកោះអ្នកទាំង3នោះវាគឺជាបងប្រុសដ៏ថោកទាបរបស់គាត់ដែលជាយ៉ាវសៀវធានប៉ុន្តែនៅពេលនេះគាត់ទទួលបានតំណែងរបស់គាត់ដែលជាម្ចាស់ត្រកូលមកវិញហើយអ្នកទាំងពីរក៏បានលើកដៃសុំទោសយ៉ាងមីងដោយសារតែពួកគាត់នឹងគឺយល់ច្រឡំយ៉ាងមីងក៏បានលើកដៃតបទៅវិញប្រាប់ថាមិនអីនោះទេសៀវយិនក៏សួរបន្តថាតើពួកគាត់នឹងគឺបានដឹងអំពីស្ថានភាពរបស់ជឿយិនដែរឬអត់ព្រឹទ្ធាចារ្យជូលីក៏ប្រាប់ថាលើកនេះកោះអ្នកទាំង3នឹងគឺលេខ1ទំហឹងមនុស្សចាស់ហើយដោយពួកគេបដិញ្ញាចិត្តថាគឺត្រូវតែកម្ចាត់នាងឲ្យបានមុនពេលដែលនាងធំពេញវ័យហើយវិមាននាគខាងកើតនៅពេលនេះក៏ត្រូវបានឡោមព័ទ្ធដូច្នោះហើយអធិរាជនាគគឺត្រូវបានឡោមព័ទ្ធដោយស្ដេចនាគទាំង3ដែលបានសហការគ្នាសៀវយិនក៏តបទៅវិញថាបើអញ្ចឹងគឺត្រូវតែប្រញាប់ទៅជួយនាងឬហើយនោះគាត់ក៏បានធ្វើដំណើរសម្ដៅទៅទីនោះចំណែកព្រឹទ្ធាចារ្យជូលីក៏បានយកនៅជនក្បត់ទាំងពីរទៅទុកឲ្យជឿយិននឹងគឺជាអ្នកចាត់ចែងពួកគេហើយបន្ទាប់មកគាត់ក៏បានធ្វើដំណើរទៅតាមសៀវយិនទៅនៅខាងនេះវិញបុរសម្នាក់ដែលមានឈ្មោះថាសៀនម៉ូដែលជាបទសពកាយ2បាននិយាយទៅកាន់ព្រឹទ្ធាចារ្យឈីងសានថានៅពេលនេះពេលវេលានៃអធិរាជនាគរបស់លោកគឺរៀបនឹងជិតអស់ទៅហើយដូច្នោះហើយសមរភូមិនេះវាក៏រៀបនឹងដល់ទីបញ្ចប់ដែរហើយព្រឹទ្ធាចារ្យឈីងសានដោយសារតែយល់មកថាពួកយើងគឺជាមនុស្សគ្រួសារតែមួយនោះនៅពេលនេះខ្ញុំមិនសម្លាប់លោកនោះទេហើយលោកក៏អាចមើលស្ដេចនាគទាំង3ចាប់ខ្លួនក្មេងស្រីម្នាក់នោះដែរខណៈដែលព្រឹទ្ធាចារ្យឈីងសាននឹងគាត់ក៏ជាបទសពកាយ2ដែរប៉ុន្តែមិនដឹងយ៉ាងម៉េចនៅពេលនេះគាត់បានតបទៅវិញថាស្ដេចនាគទាំង3បានធ្វើឲ្យសង្គ្រាមផ្ទៃក្នុងនៃត្រកូលខ្លួនឯងនឹងគឺបានកើតឡើងហើយចំណែកគេវិញកំពុងតែជួយមនុស្សអាក្រក់លើកអាវុធប្រឆាំងជាមួយនឹងសមាជិកនៃត្រកូលខ្លួនឯងដូច្នេះហើយបើទោះបីជាកោះនាគខាងកើតនៅសល់សមាជិកត្រឹមតែ1នាក់ក៏ដោយក៏គាត់ត្រូវតែជួយអធិរាជនាគដើម្បីបង្ក្រាបក៏ដូចជាកម្ចាត់មនុស្សអាក្រក់ដូចជាពួកគេចោលដែរសៀនម៉ូក៏បានតបទៅវិញថានៅពេលដែលជំនួយអំពីត្រកូលបៃសាយមីរ៉ាស៊ូគីបានមកដល់នោះគេគឺពិតជាចង់ដឹងតើព្រឹទ្ធាចារ្យឈីងសានគឺនៅតែរឹងរូសដល់ពេលណាទៀតព្រឹទ្ធាចារ្យឈីងសានក៏បានតបទៅវិញថាត្រកូលបៃសាយមីរ៉ាស៊ូគីគឺជាសត្រូវស៊ូពូជាមួយនឹងត្រកូលនាគបុរាណប៉ុន្តែពួកគេបែរជាមិនបានអើពើជាមួយនឹងរឿងនេះហើយក៏បានទៅខົບខិតជាមួយនឹងសត្រូវហើយពួកគេក៏បានបោះបង់ចោលនៅការវឹកហាត់ដែលអធិរាជនាគចាស់បានផ្ដល់ឲ្យពួកគេដែរសៀនម៉ូក៏តបមកវិញថាអធិរាជនាគចាស់បានបាត់ខ្លួនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនៅពេលនេះគួរតែស្លាប់បាត់ទៅហើយចំណែកត្រកូលនាគបុរាណក៏បានបែកខ្ញែកអស់រយៈពេលយ៉ាងយូរមកហើយដែរនៅពេលនេះក៏ដល់ពេលដែលត្រូវតែបង្រួបបង្រួមឡើងវិញហើយនៅពេលដែលរួចរាល់ហើយនោះគេនឹងដោះស្រាយជាមួយនឹងត្រកូលបៃសាយមីរ៉ាស៊ូគីទាំងអស់នោះដោយខ្លួនឯងដូច្នេះហើយក៏ប្រាប់ថាកោះនាគខាងកើតគឺមិនគួរណារារាំងពួកគេមិនឲ្យបង្រួបបង្រួមនៅត្រកូលនាគបុរាណឡើងវិញនោះទេហើយនៅពេលដែលគេរៀបនឹងចាត់ការទៅលើព្រឹទ្ធាចារ្យឈីងសាននោះក៏ស្រាប់តែក្រុមរបស់សៀវយិនបានសម្ដៅចូលមកគេបានក្លែកមើលទៅការមនុស្សមួយចំនួនដែលគេស្គាល់ដូចជាព្រឹទ្ធាចារ្យជូលីជាមួយនឹងហេឈីងប៉ុន្តែក្រុមរបស់សៀវយិនគេមិនដែលស្គាល់នោះទេគេបាននិយាយថាការដែលទម្លុះនៅការការពាររបស់ហ៊ូចានជាមួយនឹងឈៀនសៀនបានកម្លាំងរបស់សៀវយិននេះប្រកាសជាមិនធម្មតាឡើយស្របពេលដែលព្រឹទ្ធាចារ្យជូលីក៏រាយការណ៍ប្រាប់ទៅកាន់សៀវយិនថាវិមាននាគគឺនៅខាងក្នុងនៃរនាំងធម្មពលនឹងឯងហើយអធិរាជនាគក៏នៅខាងក្នុងនោះដែរចំណែកសៀវយិនគាត់ក៏បានងក់ក្បាលខណៈដែលសៀនម៉ូក៏បានស្រែកបញ្ជាទៅកាន់កូនចៅរបស់គេឲ្យចូលទៅបញ្ឈប់ក្រុមរបស់សៀវយិនហើយអាចអាចារ្យទាំងអស់ហ្នឹងក៏នាំគ្នាសម្ដៅចូលទៅរកពួកគាត់ទៅខណៈដែលសៀវយិនគាត់ក៏បានបញ្ចេញនៅកម្លាំងធម្មពលជាមួយនឹងបច្ចេកទេសកំបិតទាំង6ក្បាច់ហើយក៏ធ្វើការវាយប្រហារទៅលើកូននាគទាំងអស់នេះបន្ទាប់មកកម្លាំងធម្មពលហ្នឹងវាក៏បានបន្តវាយប្រហារទៅលើរនាំងការពារហើយនៅទីបំផុតនោះរនាំងធម្មពលហ្នឹងវាក៏ត្រូវបានបំបែកទៅសៀវយិនក៏នៅតែបន្តសម្រុកចូលទៅហើយក៏បាននិយាយនៅក្នុងចិត្តថាជឿយិនរងចាំបងត្រឡប់មកវិញហើយជាមួយគ្នានោះសាច់រឿងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូច្នេះហើយពួកយើងគឺមានតែរងចាំជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ